30 ឆ្នាំនៃឧត្តមភាពនិង Novian Award 30 years of excellence and innovation រហូតមកដល់ឥឡូវនេះបុគ្គលិកយើងភាគច្រើនគឺខ្លាយទៅជាអ្នកដែលជោគជ័យនៅក្នុងអាជីពការងារជាមន្ត្រីរដ្ឋាភិបាលធំក៏ដូចជាអ្នកជំនួញជោគជ័យខ្លាយជាអង្គការច្រើនរូបដែលខ្ញុំបានជួបនៅក្នុងពេលបច្ចុប្បន្ននេះយើងក៏បានបណ្ដុះបណ្ដាលសិស្សនិស្សិតរបស់យើងច្រើនម៉ឺនអ្នកដែលទៅបន្តការសិក្សានៅមហាវិទ្យាល័យហើយចប់បានចូលរួមធ្វើការងារនៅក្នុងសង្គមជាតិយើងក្នុងដូចតែបុគ្គលិកយើងដែរហ្នឹងនៅក្នុងមន្ត្រីរាជការធំដូចជាអ្នកជំនួញឬក៏អាជីពផ្សេងនឹងច្រើនជោគជ័យច្រើនតាដែលជំរុញឲ្យខ្ញុំរួចដើមគំនិតបើកជា NTC Group របស់យើងនោះគឺដើម្បីឆ្លើយតបទៅនឹងការលំបាកកាលពី30ឆ្នាំមុនខ្ញុំសូមរំលឹកកាលពី30ឆ្នាំមុនបន្តិចអ្នកខ្លះបានដឹងស្រាប់ហើយថាប្រទេសយើងទើបតែងើបពីសង្គ្រាមសិស្សនិស្សិតរបស់យើងមានការចង់ចេះចង់ដឹងនៅភាសាបរទេសជាខ្លាំងប៉ុន្តែជាអកុសលគឺយើងអត់មានសាលាបរទេសដែលមានលក្ខណៈជាសាលារៀនមានច្រើនណាស់ច្រើនបន្ទប់អីដើម្បីបង្កការរៀនសូត្រដល់គាត់ទេអញ្ចឹងគាត់មានការពិបាកជាពិសេសសិស្សនិស្សិតប្រិយក្ររបស់យើងមកពីបណ្ដាខេត្តដោយឃើញការលំបាកនេះខ្ញុំក៏គិតថាខ្ញុំមានមិត្តភ័ក្តិច្រើនដែលមានចំណេះដឹងភាសាបរទេសច្រើនគ្នាជាពិសេសភាសាអង់គ្លេសគាត់ធ្វើការជាមួយស្ថានទូតបរទេសក៏ដូចជាអង្គការបរទេសនានាហ្នឹងខ្ញុំបានប្រម៉ែប្រមូលគ្នា 5-6 នាក់ហើយក៏គិតថានឹងបើកសាលារៀនភាសាបរទេសមួយឲ្យមានតម្លៃសមរម្យសម្រាប់ផ្ដល់ការអប់រំមួយដែលល្អសម្រាប់សិស្សនិស្សិតរបស់យើងដែលមានជីវភាពខ្វះខាតមកពីបណ្ដាខេត្តក្រុងនានាហ្នឹងបានចូលរៀនគ្រប់គ្នាមានរឿងមួយដែលខ្ញុំមិនអាចបំភ្លេចបានរហូតយើងអាចរក្សាបានជាលក្ខណៈអាចយើងហៅថាប្រពៃណីរហូតមកដល់បច្ចុប្បន្ននេះសម្រាប់ក្រុមហ៊ុនរបស់យើងហ្នឹងគឺការចូលរួមពីបុគ្គលិករបស់យើងជាពិសេសការប្រម៉ែប្រមូលនៅធនធានមនុស្សដែលមានសមត្ថភាពទេពកោសល្យក្នុងការបង្រៀនហើយមានឆន្ទៈស្រឡាញ់នៅអាជីពនៃការបង្រៀនហ្នឹងបានច្រើនគ្នាហើយបង្កើតបានជាសាលាភាសាយូតនធីឡៃដំបងគេមួយសាខាហើយដោយសារយើងមានការស្រឡាញ់និងយកចិត្តទុកដាក់និងខិតខំប្រឹងប្រែងខ្លាំងនេះហើយបានធ្វើឲ្យមានការគ្រប់គ្រងយ៉ាងច្រើនពីសិស្សនិស្សិតរបស់យើងហើយនឹងមាតាបិតាសិស្សរបស់យើងបានបញ្ជូនបុត្រធីតារបស់ខ្លួននឹងមករៀនសាលារបស់យើងនឹងយ៉ាងច្រើនដែលមានការពេញនិយមហើយធ្វើឲ្យយើងមានការវិវត្តខ្លួនយ៉ាងលឿនអ្វីដែលយើងរួមចំណែកជាមួយប្រទេសជាតិយើងហ្នឹងគឺយើងបានផ្ដល់ទីមួយហ្នឹងគឺការងារដល់លោកគ្រូអ្នកគ្រូរបស់យើងក៏ដូចជាគណៈគ្រប់គ្រងរបស់យើងដែលរហូតមកដល់ឥឡូវនេះបុគ្គលិកយើងភាគច្រើនគឺខ្លាយទៅជាអ្នកដែលជោគជ័យនៅក្នុងអាជីពការងារជាមន្ត្រីរដ្ឋាភិបាលធំក៏ដូចជាអ្នកជំនួញជោគជ័យខ្លាយជាអង្គការច្រើនរូបដែលខ្ញុំបានជួបនៅក្នុងពីបច្ចុប្បន្ននេះហើយមួយទៀតយើងក៏បានបណ្ដុះបណ្ដាលសិស្សនិស្សិតរបស់យើងច្រើនម៉ឺនអ្នកដែលទៅបន្តការសិក្សានៅមហាវិទ្យាល័យហើយចប់បានចូលរួមធ្វើការងារនៅក្នុងសង្គមជាតិយើងក្នុងដូចតែបុគ្គលិកយើងដែរហ្នឹងនៅក្នុងមន្ត្រីរាជការធំដូចជាអ្នកជំនួញឬក៏អាជីពផ្សេងនឹងច្រើនជោគជ័យច្រើនតាមដែលខ្ញុំជួបគាត់ឥឡូវនេះគឺពិតជាមានមោទនភាពខ្លាំងហើយខ្ញុំគិតថា NTC Group របស់យើងនេះគឺពិតជាបានរួមចំណែកច្រើនហើយនៅក្នុងការអភិវឌ្ឍប្រទេសជាតិរបស់យើងជាពិសេសអភិវឌ្ឍធនធានមនុស្សរួមជាមួយនឹងរាជរដ្ឋាភិបាលរបស់យើងខួបទី30ឆ្នាំនេះមានន័យថាជាពេលវេលាមួយដែលយើងគិតថាយូរហើយសម្រាប់ស្ថាប័នអប់រំនៅក្នុងប្រទេសយើងព្រោះយើងជាសាលាទី1ដែលបានចាប់ដើមមុនគេតាំងពីឆ្នាំ1996មករហូតដល់បច្ចុប្បន្ននេះ NTC Group របស់យើងតាំងពីយើងមានឈ្មោះជាយូតុនធីឡៃរហូតដល់យើងផ្លាស់ប្ដូរមកជាសាលារៀនសុវណ្ណភូមិនេះមានអាយុកាល30ឆ្នាំហើយយើងរក្សានៅភាពខ្លាំងរបស់យើងតាំងពីពេលចាប់ផ្ដើមរហូតមកដល់បច្ចុប្បន្ននេះហើយអ្វីដែលយើងមិនបោះបង់នោះគឺការលះបង់និងការចូលរួមរបស់
បុគ្គលិកយើងជាថ្នាក់ដឹកនាំក៏ដូចជាបុគ្គលិកទូទៅគ្រប់លំដាប់ថ្នាក់ហើយនឹងការគោរពស្រឡាញ់គាំទ្រពីមាតាបិតាសិស្សក៏ដូចជាការចូលរួមខិតខំសិក្សារៀនសូត្ររបស់សិស្សានុសិស្ស NTC Group របស់យើងក្រោមការគាំទ្ររបស់បុគ្គលិករបស់យើងគ្រប់លំដាប់ថ្នាក់ក៏ដូចជាការស្រឡាញ់គាំទ្រពីមាតាបិតាសិស្សក៏ដូចជាការចូលរួមខិតខំប្រឹងប្រែងរៀនសូត្ររបស់ក្មួយសិស្សានុសិស្សហ្នឹងខ្ញុំគិតថា NTC Group របស់យើងនឹងមានភាពរឹងមាំរាប់សិបចំនួនទៅមុខទៀតព្រោះយើងជាវិស័យអប់រំយើងត្រូវតែចូលរួមកសាងគុណភាពអនាគតរបស់ធនធានមនុស្សរបស់ប្រទេសយើងបទពិតារបស់អស់លោកស្រីដែលជាអាណាព្យាបាលដែលបានបន្តការគ្រប់គ្រងនេះតទៅគ្រប់ចំនួនឲ្យមានអនាគតរុងរឿងឥតឈប់ឈរ 30 ឆ្នាំនៃឧត្តមភាពនិង Novian Award 30 Years of Excellence and Innovation